តោះបងថ្ងៃនេះយើងមកធ្វើរបៀប custom អតិថិជនទុកដើម្បីស្រួលប្រើពេលយើងបួតបន្ទាប់ពីយើង custom ហើយវាងាយស្រួលបន្ទាប់មកយើងត្រូវចូល add manager ដើមវិញបន្ទាប់ពីយើង add card ហើយបងយើងត្រូវចូល add manager ដើមវិញមកបន្ទាប់មកយើងមើលឃើញឈ្មោះ account យើងហើយណាហើយបន្ទាប់មកយើងមើលលើ building ហ្នឹងយើងឃើញ audience យើងចុចលើពាក្យ audience ហ្នឹងមួយមកបងបន្ទាប់ពីចុចលើពាក្យ audience ហ្នឹងវានឹងនាំយើងទៅផ្ទាំងថ្មីបន្ទាប់មកនេះយើងអាចបង្កើត audience បើយើងអត់ទាន់មានទេយើងវានឹងចេញបែបនេះចេញទម្រង់បែបហ្នឹងតែបើយើងមានហើយវាចេញផ្សេងបន្ទាប់មកយើងធ្វើការបង្កើត audience ទុកស្រួលប្រើខ្ញុំច្រឡំអានេះមិនមែនទេបន្ទាប់មកនេះយើងចុចក្រោមគេ create sell audience កន្លែងនេះយើងដូរឈ្មោះដាក់ឈ្មោះវាមកដើម្បីចំណាំឥឡូវខ្ញុំដាក់ឈ្មោះថាភ្នំពេញព្រោះអីទីតាំងនេះខ្ញុំបួតទៅលើភ្នំពេញតោះមកខ្ញុំដាក់ថាភ្នំពេញយើងដាក់ចំណាំហ្នឹងទៅដើម្បីពេលយើងបួតកុំឲ្យវង្វេងកុំឲ្យពិបាកឈឺក្បាលយើងដាក់ភ្នំពេញហើយខ្ញុំដាក់ new customer អញ្ចឹងបានន័យថាខ្ញុំបួតបុកទៅរកអតិថិជនថ្មីអញ្ចឹងបងយើងបួតបុកទៅរកអតិថិជនថ្មីបន្ទាប់មកយើងទៅក្រោមឃើញពាក្យហុងកុងនេះយើងអត់បាច់លេងវាទេយើងដូរទៅប្រទេសយើងមួយមកយើងឥឡូវខ្ញុំដាក់ភ្នំពេញមួយសាកសិនយើងដូរដាក់ភ្នំពេញមួយយើងដូរដាក់ភ្នំពេញមកបន្ទាប់មកយើងអាចខ្វែងហុងកុងនេះចោលបានយើង remove ចោលមកយើងទុកតែប្រទេសយើងបានហើយកុំឲ្យដាក់តែហុងកុងទៅប៊ូតទៅហុងកុងបន្ទាប់មកទៀតបងគន់តាចាំមកផ្លែតដោយសារកុំព្យូទ័រខ្ញុំវាសរសេរសក់ខ្មែរកើតដោយសារតែខ្ញុំទុំឈូស Windows យើងត្រូវរើសទីតាំងកន្លែងហ្នឹងបងចាំបន្តិចបន្ទាប់មកយើងចូលមកកន្លែងនេះកន្លែង search ពាក្យ include នេះបានន័យថាដាក់ចូល exclude ដកចេញបងចឹងយើងដាក់ include មកបន្ទាប់មកខ្ញុំដាក់សាលា Belty បានន័យថាខ្ញុំប៊ូតទៅទីក្រុងភ្នំពេញប៊ូតទៅតំបន់ណាប្រជុំជនខ្លាំងទេអញ្ចឹងខ្ញុំរើសមក Belty នៅតារាតណៃខ្ញុំរើសមកទាំងអស់អញ្ចឹងបងឥឡូវខ្ញុំកំពុងរើសទីតាំង Belty ផ្សេងដែលខ្ញុំគិតថាមានសិស្សច្រើនអញ្ចឹងព្រោះខ្ញុំប៊ូតទៅលើសេវាកម្មចាក់ TikTok ខ្ញុំអត់ប៊ូតលើផលិតផលទេបងប៊ូតផលិតផលបងអាចរើសទីតាំងដែលបងចង់ដាក់ទៅបន្ទាប់មកបងប៊ូតផលិតផលចាំរើសទីតាំងដែលត្រូវល្អទៅដែលបងគិតថាល្អទៅបងប៊ូតតាមហ្នឹងទៅវាប្រកាសជាដែរអត់អីទេបើវាស៊ីលុយខ្លាំងយើងអាចវិភាគយើងអាចដូរបានតាមវីដេអូក្រោយៗទៀតណាឥឡូវខ្ញុំរើសទីតាំងសិនខ្ញុំរើសទីតាំងមកស្ទុះឥឡូវបន្ទាប់ពីខ្ញុំរើសទីតាំងហើយបងចុចអានេះមកដើម្បីតែមើលទីតាំងយើងនៅណាខ្លះឥឡូវនៅពេញសុសសាច់ទាំងអស់គឺខ្ញុំបួតទៅនៅក្នុងពេញទេអញ្ចឹងណាទីតាំងខ្ញុំអញ្ចឹងឥឡូវ maximum នេះខ្ញុំដូរដាក់ទៅ20បើផលិតផលបងគិតថាអតិថិជនអាយុប៉ុន្មានដាក់ប្រហែលប៉ុណ្ណឹងទៅដោយសារតែខ្ញុំដាក់20ដោយសារកុំឲ្យកូនក្មេងឆាតកន្លែងនេះយើងអត់មាន custom audience ទុកទេអញ្ចឹងយើងអត់មានទេយើងកុំដាក់បន្ទាប់មកកន្លែងភាសានេះខ្ញុំដាក់ខ្មែរនិងអង់គ្លេសខ្ញុំដាក់ខ្មែរកន្លែងភាសាហ្នឹងខ្ញុំរើសខ្មែរមកបន្ទាប់មកខ្ញុំដាក់ English all ហ្នឹង all ដាក់ទាំងអស់ហើយបន្ទាប់មកគេឲ្យយើងបង្កើត audience ទុកមួយទៀតតែខ្ញុំអត់មានទេខ្ញុំដាក់average របស់គេបដ ாய் ទៅ advantage audience របស់គេបដ ாய் ទៅយើងអត់ទាន់មាន custom audience ចាស់អញ្ចឹងយើងកុំដាក់អីអាហ្នឹងបន្ទាប់មកយើងរើសអាយុខ្ញុំដាក់ពី20ឆ្នាំឡើងទៅដោយសារតែកុំឲ្យក្មេងឆាតមកទី1ព្រោះខ្ញុំធ្វើសេវាកម្ម TikTok ហ្នឹងពីច្រើនវាមានក្មេងកោទី2បើបងផលិតផលបងលក់អាយុប៉ុន្មានប្រហែលដាក់ប្រហែលហ្នឹងទៅហើយបន្ទាប់មកខ្ញុំរើសភេទខ្ញុំដាក់ទាំងអស់ទាំងប្រុសទាំងស្រីកន្លែងនេះសំខាន់ដែរបើផលិតផលបងស្រីសុទ្ធដាក់ស្រីសុទ្ធទៅកុំឲ្យកាត់លុយច្រើនអញ្ចឹងបន្ទាប់មកកន្លែងក្រោមគេក៏សំខាន់ខ្លាំងណាស់នឹងកន្លែង interest បើយើងដាក់ត្រូវកន្លែងហ្នឹងគឺកាត់លុយតិចមែនទែនទី1បើបងលក់ skin care ឥឡូវខ្ញុំឧទាហរណ៍ skin care យើងវាយ skin care មកវានឹងចេញ interest ច្រើនយើងរើសមកឲ្យទៅត្រូវប្រភេទ skin care យើងរើសឲ្យច្រើនមកយើងរើសមកនេះ natural skin អីហ្នឹងយើងរើសមកប្រភេទ cosmetic ប្រភេទរបស់របរប្រើប្រាស់លាបមុខលាបអីហ្នឹងបង
យើងដាក់មកនេះឲ្យតែយើងគិតថាត្រូវជាមួយនឹងផលិតផលរបស់យើងដាក់មកតែខ្ញុំបូ TikTok ចឹងខ្ញុំអត់ដាក់ទីដោយសារតែខ្ញុំបូ TikTok នឹងវាអត់មានត្រូវលក់អីវ៉ាន់អញ្ចឹងណាបងលក់អីវ៉ាន់ដាក់ទៅគឺខាត់លុយតិចបូទៅស៊ីលុយតិចបន្ទាប់មកបងចុច create new audience នេះ sell as audience នេះបន្ទាប់មកវានឹងចេញពាក្យថា ready កន្លែងហ្នឹងគឺយើងបង្កើតបានជោគជ័យឯងបងអញ្ចឹងយើងបង្កើតបានជោគជ័យចាំមើលរបៀបប្រើនៅវីដេអូក្រោយៗទៀត